你的衣服很漂亮你的衣服很漂亮衣服នឹងសម្លៀកបំពាក់ឬក៏កៅអៅណាអូខេ漂亮ហ្នឹងគឺស្រស់ស្អាតណាកៅអៅរបស់អ្នកស្រស់ស្អាតណាស់អញ្ចឹងបើសិនជាយើងឃើញកៅអៅមិត្តភ័ក្តិយើងគាត់ស្លៀកទៅស្អាតយើងថាពួកម៉ាក់នេះទៅ衣服很漂亮ណាកៅអៅអ្នកស្អាតណាកៅអៅពួកម៉ាក់ឯងស្អាតណាអូខេចៃណាលីម៉ៃតើទិញនៅណាអូខេវ៉ៃសៀងម៉ៃជាខ្ញុំចង់ទិញម៉ាក់មួយដែរអញ្ចឹងណាអូខេយើងក៏ប្រាប់តាមហ្នឹងទៅនេះគឺជាសម្លៀកបំពាក់បងស្រីខ្ញុំហ្នឹងយើងស្លៀករបស់បងស្រីតែមើលទៅវាស្អាតអីចឹងណាអូខេងាយស្រួលណាតើប្រយោគទី2这是我的狗这是我的狗狗ហ្នឹងគឺឆ្កែណាអញ្ចឹងកន្លែងហ្នឹងយើងអាចដោះដូរបានណានេះគឺជាឆ្មារបស់ខ្ញុំឬក៏យើងទៀតនេះជាម៉ូតូរបស់ខ្ញុំជាឡានរបស់ខ្ញុំយើងដោះដូរបានត្រង់ហ្នឹងណា这是ហ្នឹងគឺនេះណានេះគឺជាឆ្កែរបស់ខ្ញុំ这是我的狗អញ្ចឹងឧទាហរណ៍ថាមានគេមកលេងផ្ទះយើងអញ្ចឹងមានឃើញសត្វឆ្កែច្រើនអញ្ចឹងថាពួកម៉ាក់នេះឆ្កែផ្កាមកហ្នឹងឆ្កែខ្ញុំដែរហើយបានមកពីណាដែរឃើញមានសោះពីមុនមកទៅទិញហ្នឹងអូខេហ្នឹង这是我的狗ទៅកាម៉ៃតើអូខេទៅតែទិញអីចឹងណាតើប្រយោគទី3别哭了别哭了កុំយំណា别哭了别ហ្នឹងមកកុំណា哭ហ្នឹងយំណា别哭了កុំយំឧទាហរណ៍ថាយើងមានក្មួយមានប្អូនអីចឹងណាគាត់យំរំអុកអីចឹងណាចង់បាននេះចង់បាននោះចឹងណាបានហើយតា别哭了អូខេនេះម៉ែកុំយំតាចាំបងទិញឲ្យអីចឹងណាអូខេងាយស្រួលណាយើងគ្រាន់តែប្រាប់គាត់តែប៉ុណ្្នឹងទៅគឺបានហើយកុំយំទៀតបានហើយ别哭了ថៃឆោឡាកុំយំទៀតថ្លង់ណាហ្នឹងយើងនិយាយចឹងក៏បានណាអូខេតើប្រយោគចុងក្រោយ我有个建议我有个建议ខ្ញុំមានយោបល់មួយណាជានអ៊ីបើថាយោបល់ឬក៏មតិខ្ញុំមានមតិមួយខ្ញុំមានយោបល់មួយអញ្ចឹងបើថាក្នុងន័យរឿងហ្នឹងបើសិនជាយើងចង់លើកមតិយោបល់មកយើងក៏ប្រាប់តែខ្ញុំមានយោបល់មួយយើងគួរធ្វើបែបនេះវិញណាដើម្បីឲ្យការងារមួយហ្នឹងរលូនទៅមុខអីចឹងណាអូខេហើយយកក៏ជានអ៊ីតោះណាបងប្អូនអញ្ចឹងងាយស្រួលណាចាំជួបគ្នាវីដេអូក្រោយទៀតអញ្ចឹងលsưបរៀនតែប៉ុណ្្នឹងទេហើយបើតន់ចូលមើលម្ដងទៀតហើយមួយទៀតបើចង់រៀនមកលsưអាចឆាតមកលsưបានណាអូខេចាំជួបគ្នាវីដេអូក្រោយចាបាយបាយ